ប្រកបចំណាក់ស្រុកម្នាក់បានកាន់កាបូបលុយពីដាក់ប្រាក់ផ្លែមានចូលទៅក្នុងកាតធនាគារទោះជាយ៉ាងណាក៏ដោយនៅថ្ងៃបន្ទាប់ពួកគេបានរកឃើញថាលុយនៅក្នុងកាតរបស់ពួកគេបានបាត់ទៅហើយដូច្នេះហើយពួកគេសង្ស័យថា Gavin មិនបានដាក់ប្រាក់នោះទេឡុងអានដើម្បីបញ្ជាក់ពីភាពគ្មានទោសពៃរបស់នាងខ្ញុំគ្មានជំរឿអ្វីក្រៅពីពិនិត្យមើលរបាយការណ៍ធនាគាររបស់ខ្ញុំទេប៉ុន្តែពួកគេបានរកឃើញមាននរណាម្នាក់បានដកប្រាក់សន្សំរបស់ពួកគេទាំងអស់កាលពីយប់មិញដោយប្រើកាតធនាគាររបស់ពួកគេប៉ុន្តែគូស្វាមីភរិយានេះបានទូចថាពួកគេមិនបានដកប្រាក់ណាមួយទេហើយកាត់មិនដែលបាត់បង់ឡើយអ្នកគ្រប់គ្រងធនាគារគ្មានជំរឿអ្វីក្រៅពីពិនិត្យមើលវីដេអូខ្លំមើលពីយប់មិញនោះទេចូលយើងមើលមុខរបស់គាត់ពីមុំមួយទៀតមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញមុខរបស់នាងយ៉ាងច្បាស់ដោយមិននឹកស្មានដល់អ្នកដែលដកប្រាក់នោះតាមពិតទៅគឺ Gavin ផ្ទាល់ឥឡូវនេះ Pustang គឺច្បាស់លាស់ហើយទោះបីជាគាត់ពន្យល់យ៉ាងណាក៏ដោយក៏វាគ្មានប្រយោជន៍ដែរកម្មករចំណាក់ស្រុកបានទាញកាំបិតចេញហើយចាក់ដើមផ្លែមៀនដោយសារតែលុយដែលគាត់បានលួចវាគឺជាប្រាក់សង្គ្រោះជីវិតរបស់កូនស្រីកម្មករចំណាក់ស្រុកដូច្នេះប្រកបចំណាក់ស្រុករូបនេះចង់សងសឹកកូនស្រីរបស់គាត់ដែលត្រូវបានសម្លាប់យ៉ាងសោកនាដកម្មគួរយាននៅតែទូចរហូតដល់នាងស្លាប់ថានាងមិនបានលួចវាទេប៉ុន្តែគ្មាននរណាម្នាក់ជឿវាទេមនុស្សគ្រប់គ្នាកំពុងនិយាយថាគាត់សមនឹងស្លាប់ប្រហែលជារះជឿថាទ្រង់បានយាងមកដោយផ្ទាល់សូមឲ្យគាត់កាត់ជាថ្មីចូលយើងត្រឡប់ទៅថ្ងៃដែលយើងបានជួយប្រកបចំណាក់ស្រុកបើកនីធនាគាររបស់ពួកគេរឿងនេះគាត់បានស្បត់ថានឹងស្វែងរកឃាតករដែលដាក់ទោសគាត់ជនសង្ស័យចម្បងរបស់គាត់គឺអ្នកគ្រប់គ្រងផ្នែក lobby វាអាចជាគាត់មែនទេតើគាត់ធ្វើដូចម្តេចទើបអាចធ្វើឲ្យខ្ញុំលេចមុខនៅលើវីដេអូសុវត្ថិភាពសម្រាប់គាត់ទេខ្ញុំត្រូវរៀបចំជាមុនពេលនោះគូស្វាមីភរិយានេះបានមកដល់រួចហើយដោយកាន់កាបូបដូចនៅក្នុងជីវិតមុនដែរដំបូងឡើយអ្នកទាំងពីរបានទៅអ្នកគ្រប់គ្រង lobby ដើម្បីដាក់ប្រាក់កក់ប៉ុន្តែគាត់ជាមនុស្សក្រអឹតក្រទមហើយបានបដិសេធភ្លាមផ្ទុយទៅវិញពួកគេត្រូវបានប្រាប់ឲ្យទៅរកអ្នកថែរក្សាផ្លែមៀនដែលមានចិត្តល្អទោះបីជា Gavin ដឹងថាអាជីវកម្មនេះគឺជាអន្ទាក់ក៏ដោយប៉ុន្តែដើម្បីស្វែងរកការពិតអនុញ្ញាតឲ្យគូស្វាមីភរិយាមកដាក់ប្រាក់របស់ពួកគេតើអ្នកចង់សន្សំប្រាក់ប៉ុន្មានខ្ញុំចង់ដាក់ប្រាក់ចំនួន5លានពេលដែលអ្នកគ្រប់គ្រងហាង Dering បានឮថាមានប្រាក់សុទ្ធសរុបចំនួន5លានយន់ខ្ញុំភ្ញាក់ផ្អើលភ្លាមគាត់បានសួរភ្លាមអំពីលុយរបស់ពួកគេពីណាពួកគេគ្មានជំរឿអ្វីក្រៅពីពន្យល់ថាវាគឺនិយាយអំពីការលក់ផ្ទះនិងដីនោះទេប្រាក់ដែលខ្ញុំរៃអង្គាសបានដើម្បីជួយសង្គ្រោះជីវិតកូនស្រីរបស់ខ្ញុំជាអកុសលអ្នកគ្រប់គ្រងក្រុមហ៊ុន Dering មិនបានដើម្បីបាត់ថងហើយពិនិត្យមើលយ៉ានគុំលោភលន់នឹងលុយអ្នកដទៃពេកទស្សនិកជនគួរតែត្រឡប់ទៅរកជំហររបស់ពួកគេវិញហេតុអ្វីបានជាអ្នកខូខើម្លេះអ្នកបានធ្វើរឿងទាំងអស់ដោយសារតែខ្ញុំមានតែពេលនោះទេទើបពួកគេអាចទទួលយកអាជីវកម្មធំបែបនេះបានសមាជិករូបនោះរំភើបចិត្តយ៉ាងខ្លាំងពេលបានជួបអ្នកគ្រប់គ្រង lobby គាត់កាន់តែមានការសង្ស័យថាគាត់ជាឃាតករខ្ញុំគិតថាគាត់ពិតជាចង់ស្នាក់នៅមាត់បង្អួចលួចមើលលេខកូដសម្ងាត់កាតធនាគារដូច្នេះដោយមិនអើពើនឹងការជំទាស់របស់អ្នកគ្រប់គ្រង lobby គូស្វាមីភរិយានេះត្រូវបាននាំទៅបន្ទប់ VIP ដើម្បីបញ្ចប់ដំណើរការគាត់បានសូមឲ្យមិត្តរួមការងារម្នាក់ទៅជាមួយគាត់ដោយនិយាយថាគាត់មានលុយច្រើនពេកតាមវិធីនេះទោះបីជាមានអ្វីមួយខុសប្រក្រតីក៏ដោយក៏នឹងមានមនុស្សដើម្បីធ្វើសក្ខីកម្មជំនួសគាត់ជាចុងក្រោយគាត់បានរំលឹកគូស្វាមីភរិយានេះម្ដងហើយម្ដងទៀតរក្សាកាតធនាគាររបស់អ្នកឲ្យមានសុវត្ថិភាពបន្ទាប់ពីធ្វើរឿងទាំងអស់នេះគាត់គិតថាគ្រោះថ្នាក់បានចប់ហើយប៉ុន្តែពេលពិចារណាបន្ថែមទៀតបញ្ហាជាមួយប្រព័ន្ធឃ្លាំមើលនៅតែមិនទាន់ច្បាស់លាស់នៅឡើយដើម្បីនៅខាងសុវត្ថិភាពសម្រាប់ចិត្តបង្កើត alibi ដូច្នេះដោយពង្រឹងខ្លួនឯងគាត់ក៏លោតចុះពីជណ្ដើរប៉ុន្តែភ្លាមនោះខ្ញុំបានឃើញអ្នកគ្រប់គ្រង lobby បន្ទាប់ពីពិធីនោះស្រាប់តែសូមចាក់ចេញគាត់ចង់ទៅពិនិត្យមើលពួកគេប៉ុន្តែជាអកុសលគាត់បានរងរបួសជើងដោយមិននឹកស្មានដល់មិត្តប្រុសខ្ញុំបានទូរស័ព្ទមកដូចជាពេលកំពុងប្រារព្ធពិធីអញ្ចឹងតើអ្នកនៅធនាគារមែនទេកាលពីអតីតកាលរបស់ខ្ញុំគិតថានេះជាទំនាក់ទំនងរបស់គាត់ឥឡូវនេះខ្ញុំពិតជាប្រាកដណាស់លូឈីងយុនកំពុងបញ្ជាក់ពីអារម្មណ៍របស់ខ្ញុំចំពោះគាត់ខ្ញីខៀវអតិថិជនលេខ03សូមបន្តទៅកាន់បង្អួចលេខ2ដើម្បីបញ្ចប់ប្រតិបត្តិការរបស់អ្នកខ្ញុំបានឬធនាគាររបស់អ្នកហៅលេខឯងទៅធ្វើការទៅចាំជួបគ្នាថ្ងៃស្អែកផែនការរបស់ពួកគេទទួលបានជោគជ័យទោះបីជាពាក្យសម្ងាត់មើលមិនឃើញក៏ដោយពួកគេក៏អាចខ្ចីទាំងអស់នេះបានដែរតើពួកគេបានធ្វើដូច្នោះដោយរបៀបណាតើខ្ញុំត្រូវវិនាសស្លាប់មែនទេខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យជាមុនសិនខ្ញុំនឹងមើលថែវេនរបស់អ្នករយៈពេល2ថ្ងៃប្រសិនបើបងស្រីវាងបានមើលការខុសត្រូវលើវេនរបស់ខ្ញុំគាត់នឹងក្លាយជាពេលរងទុក្ខរបស់ខ្ញុំជាសំណាងល្អខ្ញុំបានត្រៀមខ្លួនយ៉ាងល្អដរាបណាបងស្រីវាងជូនខ្ញុំទៅមន្ទីរពេទ្យនេះពោពេញទៅដោយកាមេរ៉ាសុវត្ថិភាពលើសពីនេះមានសក្ខីកម្មរបស់វងជីគ្រាន់តែទុកវាដូចនេះមួយយប់ហើយអ្វីនឹងល្អតើអ្នកកំពុងគិតអ្វីប្រញាប់ឡើងបងស្រីវាងជើងខ្ញុំនៅឈឺបន្តិចទៀតមនុស្សម្នាក់ប្រហែលជាមិនមែនទេតែហាងមិនអីទេបើអ្នកមកមន្ទីរពេទ្យជាមួយខ្ញុំតោះទៅជាសំណាងល្អរបួសសុកជើងមិនធ្ងន់ធ្ងរពេកទេគាត់នឹងជាសេះស្បើយបន្ទាប់ពីសម្រាប់ពី3ថ្ងៃសូមអរគុណចំពោះរឿងរ៉ាវណែនឆៃអ្នកមិនសូវខ្វល់ទេជាសំណាងល្អរបួសមិនធ្ងន់ធ្ងរទេអ្នកត្រូវប្រយ័ត្ននៅពេលអនាគតបងស្រីវាងនឹងមិនកត់សម្គាល់អ្វីទាំងអស់ទេតើអ្នកចង់ញ៉ាំអ្វីខ្ញុំនឹងទៅទិញវាឲ្យអ្នកខ្ញុំនឹងទៅផ្ទះវិញបន្ទាប់ពីអ្នកញ៉ាំរួចបងស្រីវាងអូយជើងខ្ញុំនៅមិនទាន់ល្អនៅឡើយទេការទៅបង្គន់អាចមិនស្រួលបងស្រីវាងតើលោកស្រីអាចស្នាក់នៅជាមួយខ្ញុំមួយយប់បានទេអូអរគុណបងស្រីវាងអ្នកពិតជាប្អូនស្រីជាទីស្រឡាញ់របស់ខ្ញុំមិនអីទេអនុញ្ញាតឲ្យខ្ញុំបកផ្លែប៉ោមមួយផ្លែឲ្យអ្នកមុនអាលីប៊ីរបស់ខ្ញុំឥឡូវនេះអាចរកបានខ្ញុំពិតជានឹងមិនត្រូវបានចាប់ប្រកាន់ខុសឆ្គងចំពោះចោរប្លន់យ៉ាងពីជាតិមុនរបស់ខ្ញុំឡើយខ្ញុំនឹងរៀបចំផែនការគ្រប់យ៉ាងនៅយប់នេះសង្គ្រោះអ្នកដែលបានដាក់កំហុសលើខ្ញុំផ្ទាល់យ៉ាននឹងក្លាយជាអ្នកលេនីជអ្នកពិតជាខិតខំប្រឹងប្រែងណាស់អាហាតើអ្នកកំពុងរៀបចំកម្មវិធីឲ្យខ្ញុំមែនទេអ្វីដែលត្រូវធ្វើវាងជៀនតើអ្នកចង់មាននៅយ៉ាងណាដោយនិយាយបែបនេះតើវាអាចថាវងជែនបានបំភាន់ខ្ញុំទេតើអ្នកនៅតែគិតអំពីអ្វីអ្នកបានមកធ្វើការមុនពេលរបួសជើងរបស់អ្នកជាសេះស្បើយអ្នកតើវាអាចទៅរួចទេដែលពួកគេចង់ឲ្យខ្ញុំឲ្យវាទៅប្តីរបស់អ្នកគ្រប់គ្រងធនាគារនោះសូមឲ្យខ្ញុំប្រាប់អ្នកថាខ្ញុំនឹងផ្ដល់ការឡើងឋានៈនិងការដំឡើងប្រាក់ខែឲ្យអ្នកសួស្ដីបងស្រីវាងមើលអ្វីដែលអ្នកកំពុងនិយាយហាខ្ញុំដឹងថាជើងរបស់អ្នកមិនអីទេមែនទេសម្រាប់ឲ្យបានច្រើនវាពិបាកព្យាបាលណាស់ពួកគេមើលទៅមិនដូចជាកំពុងដាក់គំនាបខ្ញុំទេក្រៅពីយ៉ានលូឈីងយុនបានមកដល់នៅពេលនេះក្នុងជីវិតមុនរបស់គាត់គូស្វាមីភរិយានេះបានមកដល់ទាន់ពេលសម្រាប់គ្រាអាសន្នខ្ញុំបានផ្លាស់ប្ដូរច្រើនណាស់នៅក្នុងជីវិតនេះហេតុអ្វីបានជាលូឈីងយុនមកម្ដងទៀត
ហេតុអ្វីបានជាអ្នកនៅទីនេះខ្ញុំបានមកជួបអ្នកខ្ញុំបានរៀបចំការភ្ញាក់ផ្អើលមួយសម្រាប់អ្នកសួស្តីតើខ្ញុំអាចជួយអ្នកដោយរបៀបណាលុយអស់ហើយយើងបានដាក់ប្រាក់ចំនួន5 លាននៅក្នុងធនាគាររបស់អ្នកកាលពីម្សិលមិញនោះជាលុយសង្គ្រោះជីវិតកូនស្រីខ្ញុំគាត់ត្រូវវះកាត់ថ្ងៃនេះឥឡូវលុយអស់ហើយតើអ្នកណានឹងទៅជាបែបនេះបងស្រីវាងបាននៅជាមួយខ្ញុំយប់មិញវាមិនអាចជាគាត់ទេគ្រួសាររបស់ជាវថែនមានជីវភាពធូរធារវាក៏មិនអាចជាគាត់ដែរភ្នែករបស់គាត់ខ្មៅទាំងស្រុងវាច្បាស់ណាស់ថាគាត់មិនបានដេកពេញមួយយប់ទេគាត់ត្រូវតែជាអ្នកដែលលួចលុយប៉ុន្តែតើគាត់បានលួចយកពន្លឺដ៏ច្រើនសន្ធឹកសន្ធាប់នោះដោយរបៀបណាហើយលើកនេះគាត់ដាក់អ្នកណាតើរឿងនេះត្រូវបានរៀបចំឡើងយ៉ាងដូចម្តេច Little Flash តើនេះជាអ្នកដាក់ប្រាក់របស់អ្នកមែនទេមែនហើយនេះជាអ្នកដាក់ប្រាក់របស់ខ្ញុំនឹងពិនិត្យមើលកំណត់ត្រាដកប្រាក់អេក្រង់បង្ហាញថាវានៅម៉ោង1ព្រឹកម្សិលមិញប្រាក់ត្រូវបានដកពីកាតធនាគារដូចនៅក្នុងជីវិតមុនដែរតើអ្នកបានបាត់កាតធនាគាររបស់អ្នកទេកុំឲ្យបាត់វាអីឆាប់ចាប់យកកាតទៅកាតនេះតែងតែនៅជាមួយខ្ញុំជានិច្ចតើកាតធនាគារអ្វីខ្លះដែលមិនទាន់បាត់តើកាតឥណទាននោះត្រូវបានទទួលដោយការក្លែងបន្លំដោយរបៀបណាកែសម្រួលការត្រួតពិនិត្យតើលើកនេះឃាតករនឹងត្រូវចាប់ដាក់គុកដោយនរណាឬខ្ញុំគួរនិយាយថាហេតុអ្វីបានជាអ្នកស្រាប់តែមានលុយទិញឡានដូច្នេះហើយទើបបាត់ចាស់សសិនណានជឿយើងទាំងអស់គ្នាចាត់ទុកអ្នកជាមិត្តខ្ញុំមិនបានរំពឹងទុកអ្នកទេវាពិតជាមិននឹកស្មានដល់ណាស់ពួកគេគ្មានសិទ្ធិសម្បញ្ញៈហើយបានជេរប្រមាថគូស្វាមីភរិយាកំសត់នេះប្រកាន់ខ្ជាប់នៅគោលការណ៍ផ្ទាល់ខ្លួនដើម្បីលួចលុយសង្គ្រោះជីវិតនរណាម្នាក់អ្នកគ្មានខ្មាស់អៀនមិនមានបញ្ហាជាមួយនឹងការតាមដាននេះទេខ្ញុំចង់ឃើញវីដេអូឃ្លាំមើលទាំងអស់ខ្ញុំសង្ស័យថាមាននរណាម្នាក់ខ្លាញ់ខ្លួនជាខ្ញុំដរាបណាអ្នកសង្កេតមើលការតាមដានពីគ្រប់មុំអ្នកអាចរកឃើញការពិតបង្ហាញវីដេអូឃ្លាំមើលទាំងអស់ជីវិតនេះខ្ញុំត្រូវតែជួយសង្គ្រោះអ្នកដោយខ្លួនឯងទិដ្ឋភាពខាងមុខបានបញ្ជាក់ទម្រង់ចំហៀងត្រូវបានបញ្ជាក់ការបញ្ជាក់រាងកាយពេញលេញនេះមិនមែនជាខ្ញុំទេវាមិនអាចទៅរួចទេដែល Vanshi គឺជាអ្នកមើលចុះនេះជាមហិច្ឆតារបស់អ្នកហើយអ្នកគឺជាឃាតករដោយគ្មានពាក្យវាពិបាកព្យាបាលណាស់វាពិតជាខ្ញុំមែនគ្មានចំណុចងឹតហេតុអ្វីបានជារឿងនេះកើតឡើងសំណាងល្អខ្ញុំបានរៀបចំអ្វីគ្រប់យ៉ាងរួចរាល់ហើយតើអ្នកមានអ្វីផ្សេងទៀតដើម្បីនិយាយឥឡូវនេះអ្នកគឺជាឃាតករសូមមេត្តាប្រគល់លុយមកយើងវិញឲ្យបានឆាប់ប៉ុន្តែចុះយ៉ាងណាចំពោះលុយសង្គ្រោះជីវិតកូនស្រីខ្ញុំមិនបានលួចលុយរបស់អ្នកទេវីដេអូនេះត្រូវបានថតរួចហើយតើអ្នកនៅតែព្យាយាមបដិសេធវាមែនទេខ្ញុំបានចាត់ទុកអ្នកដូចជាព្រះអង្គសង្គ្រោះរបស់ខ្ញុំឲ្យលុយខ្ញុំវិញឥឡូវនេះឲ្យវាមកខ្ញុំវិញផងហាគ្រូពេទ្យបាននិយាយថាគាត់មានពេលតែមួយថ្ងៃប៉ុណ្ណោះសម្រាប់រឿងនេះខ្ញុំសូមអង្វរអ្នកសងលុយដែលបានជួយសង្គ្រោះជីវិតខ្ញុំវិញមកសូមអង្វរខ្ញុំឲ្យចាកចេញខ្ញុំសូមអង្វរអ្នកបានអន់ក្បាលចុះដូច្នេះសូមប្រគល់វាមកខ្ញុំវិញក្រោកឡើងក្រោកឡើងទាំងអស់នេះខុសហើយវាមិនមែនថាខ្ញុំប្រញាប់ទេពួកគេនៅតែបដិសេធមិនទទួលស្គាល់វាកូនស្រីរបស់អ្នកពិតជាគួរឲ្យអាណិតណាស់ប្រសិនបើមិនមែនដោយសារ Shannon ដឹងទេគាត់នឹងមិនបានបញ្ចប់ទៅបែបនោះទេគាត់អាចរស់រានមានជីវិតបានប៉ុន្តែឥឡូវនេះគាត់កំពុងរងចាំស្លាប់ដោយអស់សង្ឃឹមអ្នកនិយាយតើគាត់នឹងគិតថាអ្នកចេតនាមិនបានជួយសង្គ្រោះគាត់ទេអ្នកបានសម្លាប់កូនស្រីរបស់ខ្ញុំសងជីវិតកូនស្រីខ្ញុំវិញមកខ្ញុំមានខ្លះហើយខ្ញុំមានភស្តុតាងដើម្បីបញ្ជាក់ថាខ្ញុំមិនបានលួចលុយនោះទេបងប្រុសពេលខ្ញុំកំពុងធ្វើជំនួញជាមួយអ្នកម្សិលមិញពួកគេបានខិតខំអស់ពីសមត្ថភាពហើយមែនទេអ្នកចង់រកឃាតករហើយខ្ញុំក៏ដូចគ្នាដែរវាមិនទាន់យឺតពេលទេក្នុងការអនុញ្ញាតឲ្យខ្ញុំនិយាយចប់បើអ្នកមិនជឿខ្ញុំទេបន្ទាប់ពីខ្ញុំនិយាយចប់អ្នកអាចសម្លាប់ខ្ញុំនៅពេលណាក៏បានទោះបីជាឆាប់រយូរក៏ដោយអ្នកនៅតែហ៊ានប្រកែកមិត្តភក្តិជាទីស្រឡាញ់ខ្ញុំមិនដឹងថាមានអ្វីខុសជាមួយកាមេរ៉ាសុវត្ថិភាពនេះទេប៉ុន្តែវាពិតជាមិនមែនជាខ្ញុំទេខ្ញុំក៏គ្មានអាលីប៊ីដែរខ្ញុំបានរមួលកជើងកាលពីម្សិលមិញហើយបានចំណាយពេលពេញមួយយប់នៅមន្ទីរពេទ្យអ្វីមិនជឿខ្ញុំទេមើលចុះអ្នកនិយាយថាអ្នកនៅមន្ទីរពេទ្យដូច្នេះអ្នកនៅមន្ទីរពេទ្យមែនទេខ្ញុំយល់ហើយតើអ្នកកំពុងព្យាយាមបង្កើតអាលីប៊ីមែនទេខ្ញុំបានទៅមន្ទីរពេទ្យដោយចេតនាបន្ទាប់មកពួកគេនឹងលួចរត់គេចខ្លួនដើម្បីប្រព្រឹត្តបទល្មើសបងស្រីវាងបានទៅជាមួយខ្ញុំបាទចាស់សោខ្ញុំអាចថ្លែងទីបន្ទាល់បានយើងបានស្នាក់នៅមន្ទីរពេទ្យដោយមិនបានចាក់ចេញមួយសន្ទុះប៉ុន្តែអ្វីទោះយ៉ាងណាក៏ដោយខ្ញុំតែងតែចូលគេងមុនម៉ោងហើយវាក៏ស្ទើរតែស្លាប់ដែរខ្ញុំត្រូវចូលគេងនៅម៉ោង10យប់ដើម្បីភ្ញាក់ពីដំណេកនៅថ្ងៃបន្ទាប់តើគាត់បានចាក់ចេញក្នុងពេលគេងទេ
ខ្ញុំពិតជាមិនដឹងទេបន្ទាប់មកបងស្រីវ៉ាងមិនអាចផ្ដល់សក្ខីកម្មជំនួសអ្នកបានទេពីព្រោះអ្នកមានពេលចាក់ចេញកាលពីយប់មិញខ្ញុំមានការសង្ស័យខ្លះខ្ញុំមិនដឹងថាអ្នកនឹងជឿខ្ញុំឬអត់ទេប៉ុន្តែសូមកុំបន្ទោសខ្ញុំដែលសង្ស័យអ្នកបាននិយាយថាជើងរបស់អ្នករងរបួសអ្នកបានទូចចង់មកថ្ងៃនេះហើយគាត់កំពុងរអ៊ូតមអ្វីមួយដូចជាវាចិត្តចាប់ផ្ដើមហើយអាកប្បកិរិយារបស់អ្នកធ្វើឲ្យអ្នកពិបាកក្នុងការមិនសង្ស័យអ្វីមួយការពិតបានលេចចេញមកហើយអ្នកធ្វើពុតជារមូលលុកជើងរបស់អ្នកចិត្តណាបានធ្វើឲ្យបងស្រីវ៉ាងអំដំណើរអ្នកទៅមន្ទីរពេទ្យបន្ទាប់មកពួកគេនឹងលួចចេញទៅនៅពេលយប់ដើម្បីលួចលុយអ្នកដទៃទីបំផុតអ្នកមានអារម្មណ៍ថាមានកំហុសគាត់បានទទូចចង់មកធ្វើការនៅថ្ងៃបន្ទាប់ចំណុចទាំងអស់នេះត្រូវគ្នាទៅនឹងលទ្ធផលប្រឡងរបស់ Shen Nancy មានកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យទោះបីជាបងស្រីវ៉ាងមិនអាចបញ្ជាក់វាសម្រាប់ខ្ញុំក៏ដោយមន្ទីរពេទ្យក៏អាចផ្ដល់ភស្តុតាងដល់ខ្ញុំផងដែរខ្ញុំអាចទូរស័ព្ទទៅមន្ទីរពេទ្យឥឡូវនេះមន្ទីរពេទ្យតាំងឌូបាតចាសតើខ្ញុំអាចជួយអ្នកដោយរបៀបណាខ្ញុំឈ្មោះសិនដានជីយប់មិញខ្ញុំបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យក្នុងវូត901នៃភោជនីយដ្ឋានរបស់អ្នកតើអ្នកទាំងអស់គ្នាមិនមានកាមេរ៉ាសុវត្ថិភាពនៅក្នុងវូតរបស់អ្នកទេខ្ញុំត្រូវទៅយកវីដេអូសិទ្ធិពីវូតរបស់អ្នកកាលពីយប់មិញសូមអភ័យទោសលោកស្រីស៊ី901មិនមានកាមេរ៉ាសុវត្ថិភាពទេអ្វីអគារនីមួយនៅក្នុងមន្ទីរពេទ្យរបស់យើងពិតជាមានកាមេរ៉ាសុវត្ថិភាពមែនប៉ុន្តែសូមកុំបង់ប្រាក់សំណងអីលោកតើនេះអាចទៅជាយ៉ាងដូចម្ដេចខ្ញុំក៏បានប្រាប់ដៃគូរបស់អ្នកនៅពេលនោះដែរវាគឺជាដៃគូរបស់អ្នកដែលមិនយល់ឬចូលចិត្តបន្ទប់មន្ទីរពេទ្យនេះបងស្រីវ៉ាងហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះខ្ញុំតើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាពិបាកព្យាបាលអ្នកមិនកំពុងព្យាយាមអូសទាញខ្ញុំចូលទៅក្នុងរឿងនេះទេមែនទេខ្ញុំមិនដែលស្រមៃឃើញ Chen Nancy ទេអ្នកមិនជឿថាអ្នកជាមនុស្សបែបនេះទេពួកគេថែមទាំងហ៊ានអូសប្អូនស្រីវ៉ាងចូលទៅក្នុងភាពពញ្ញានេះទៀតផងយើងជាមិត្តរួមការងារអស់រយៈពេលជាច្រើនឆ្នាំក្រៅពីនេះបងស្រីវ៉ាងប្រព្រឹត្តចំពោះអ្នកយ៉ាងល្អតើអ្នកអាចធ្វើបែបនេះដោយរបៀបណាឥឡូវនេះអ្វីបានមកដល់ចំណុចនេះហើយខ្ញុំកំពុងដាក់សัญลักษณ์បៀរបស់ខ្ញុំនៅលើតូខុបខិតប្រឆាំងនឹងខ្ញុំអ្នកបានកញ្ញាខុសហើយយប់មិញខ្ញុំមានផែនការបម្រុងទុកពី